យាមផ្លូវខុសមួយព្យាយាមផ្លូវត្រូវមួយឃើញទេសម្មាវិរិយៈមិច្ឆាវិរិយៈព្យាយាមផ្លូវខុសនឹងព្យាយាមខាងខូចខាងខិលខាងផ្ដេសផ្ដាស់ព្យាយាមខាងត្រូវនឹងព្យាយាមខាងល្អព្យាយាមខាងរីកចម្រើនព្យាយាមខាងជឿនលឿនទៅមុខបុគ្គលខ្លះកើតឡើងព្យាយាមតែខាងបំផ្លាញម្ដាយឪពុកព្យាយាមតែខាងខ្ជិលរៀនសូត្រព្យាយាមតែខាងសាងអំពើអាក្រក់មិនដែលព្យាយាមសាងល្អសោះព្រលឹមឡើងសួរថាគេតៃណាហើយអូគេសង្វាតព្យាយាមទៅអើតមើលមន់នោះមួយថ្ងៃគេថែមន់សម្បើមណាសួរថាព្រលឹមឡើងទៅណាគេព្យាយាមនៅកន្លែងអាប៉ោងនេះនោះទៅបាត់ទៅហើយព្រលឹមឡើងសួរថាតៃណាបាត់ហើយណោគេព្យាយាមសង្វាតទៅជួបមិត្តភក្តិគេនោះបាត់ទៅហើយអត់ទៅរៀនទៅសូត្រទេតែបុគ្គលខ្លះក៏ព្យាយាមត្រូវព្រលឹមឡើងតៃណាហើយអូប្រឹងទៅរៀនបាត់ហើយគ្នាប្រឹងណាស់លំបាកយ៉ាងណាក៏ទៅដែរទៅរៀនឯនោះទៅធ្វើការបាត់ហើយឯនោះទៅលក់ដូរហើយឯនោះទៅមើលជំងឺម្ដាយមើលជំងឺឪពុកនេះសត្វតែព្យាយាមឯនោះព្យាយាមទៅវត្តឯនោះព្យាយាមប្រឹងរៀនសូត្របួសសិក្សាអញ្ចឹងសរុបសេចក្តីមកការព្យាយាមនេះលោកចែកចេញជាពីរព្យាយាមល្អនិងព្យាយាមអាក្រក់ការព្យាយាមដោយរបៀបណាបានផលផ្លែផ្កាដោយរបៀបនោះព្រោះនឹងការព្យាយាមទៅណាដោយរបៀបនឹងឯងដូច្នេះហើយបានជាលោកពោលទុកអំពីការព្យាយាមនឹងវាជារឿងមួយដែលព្យាយាមសម្រាប់ដួងចិត្តរបស់យើងក្នុងការសាងទុកសម្រាប់ខ្លួនឯងទេដល់តែព្យាយាមមិនស្រួលអញ្ចឹងវាជាផលនៃសេចក្តីទុកដល់ខ្លួនទៅវិញដល់តែព្យាយាមស្រួលវាជាផលនៃសេចក្តីសុខដល់ខ្លួនទៅវិញអញ្ចឹងការព្យាយាមតោងមានប្រាជ្ញាតាមដានវាតោងសង្កេតតោងពិនិត្យវាថាព្យាយាមត្រូវនឹងនាំឲ្យផលយ៉ាងម៉េចព្យាយាមដែលមិនត្រូវនឹងនាំឲ្យផលយ៉ាងម៉េចទេវតតនឹងព្រះពុទ្ធកាលនៅពោធិសត្វទេវតតនឹងគេជាអ្នកឈ្មួញកាលពីជាតិមុនយូរណាស់ហើយព្រោះគេព្យាយាមថាអញត្រូវតែជាអ្នកលក់ដូរឲ្យឆ្លាតខាងបោកប្រាស់ព្រះពោធិសត្វលោកថាយើងរស់ស៊ីព្យាយាមដោយសុចរិតគង់នឹងផលល្អហុចឲ្យដល់ថ្ងៃមួយទៅជួបយាយគាត់មានថាសមាសលក់ពីគេគល់ប៉ុន្តែវាពណ៌ខ្មៅគាត់អត់ដឹងថានឹងមាសទេវតតឃើញបង្អាប់ថាសនេះសំបីវ៉ាន់ខ្ញុំពាក់កដាលក៏លក់ឲ្យយាយឯងបានទេអន់ណាស់ថាសនេះបោកប្រាស់ណាព្រះពោធិសត្វលោកស្គាល់ថានេះជាមាសលោកឲ្យទាំងអស់អីវ៉ាន់នឹងទៅយាយនឹងហើយថែមទាំងថែមអីវ៉ាន់ថែមប្រាក់នឹងតាមក្រោយនឹងទៀតឯនោះដែលធ្លាប់តែព្យាយាមអាក្រក់រោគស៊ីអាក្រក់សាងអាក្រក់ហ្នឹងណាទេណាដល់តែមករត់ថាសនឹងម្ដងទៀតអត់ជួបដឹងថាព្រះពោធិសត្វលោកយកទៅចាប់ពីពេលនឹងឯងដែលទេវតតចងកម្មពៀនឹងព្រះពុទ្ធរហូតទល់គ្នានឹងព្រះពុទ្ធបានត្រាស់ដឹងបរិនិព្វានណាព្រោះខឹងណាស់ណារាប់កាប់រាប់កាលរាប់អសង្ខ័យជាតិមកណាព្រោះមួយទៀតទេវតតនឹងព្រះពុទ្ធនឹងលេងអុកព្រោះហៅបាសកាលេងអុកណាព្យាយាមអាក្រក់លេងលួចបៀមក្របអុកព្រោះប្រឡំក្នុងមាត់លេងលួចបៀមក្របអុកប្រឡំក្នុងមាត់លេងជាមួយអ្នកដតីគ្មានអ្នកណាដែលលេងឈ្នះសោះទេវតតនឹងលេងខូចព្យាយាមអាក្រក់ក្រោយមកព្រះពុទ្ធលោកទៅលេងជាមួយលោកដឹងលោកលាបថ្នាំពុលម្ដងងាប់ទេនៅក្របអុកនឹងឯងព្រោះមានអីដល់មិនដឹងបៀមទៀតបានបណ្ដោយនឹងឯងព្រោះនឹងឯងប្រកាច់នៅនឹងឯងអ្នកលេងនឹងប្រមាណចាប់ទេវតតនឹងគក់ចង់ចេញក្អួតមិនត្រឹមតែចេញក្របអុកអាបាយលេបទៅប្រមាណចេញមកទាំងអស់ព្រោះនេះបានថាជាទំវើណាព្រោះអញ្ចឹងបានថាមនុស្សព្យាយាមមិនល្អប្រមាណទេចឹងមិនធម្មតាទេណាដូចជាស្កទាញជាលក់អីចឹងបាញ់ក្របឃ្លីផាំងចឹងទៅបានជាមើលឯនោះយកមេដៃសកត់ទៅ